ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយពីបច្ចេកថ្មីពាក់ព័ន្ធទៅនឹងការ hosting អញ្ចឹងដូចខ្ញុំបើអ្នកទាំងអស់គ្នាមកឃើញអញ្ចឹងខ្ញុំមាន domain name 2ពាក់ព័ន្ធ Factory Store ដូច Factory Online អញ្ចឹងយើងចូលមកកាន់ YouTube របស់យើងវិញមកយើងគ្រាន់តែ connect SSH ទៅយើងអាចចូលបានហើយកន្លែងនេះខ្ញុំខ្ជិលសរសេរអញ្ចឹងខ្ញុំវាយ cd/va/www មកដើម្បីយើងចូលនៅក្នុង directory របស់យើងអញ្ចឹងបន្តទៀតយើងវាយ cd ដកចេញមកហើយយើងបន្តទៀតគឺយើងប្រើមិញហ្នឹងដោយសារតែខ្ញុំភ្លេចupdate អញ្ចឹងខ្ញុំក៏វាយ sudo apt update តាមទៅបន្តមកទៀតគឺយើងចូលមិញដែរ cd/va/www ដើម្បីចូល directory របស់យើងដើម្បីធ្វើការ hosting ហើយយើង ls មួយមកគឺខ្ញុំអត់តមានអីទេគឺមានតែ html មួយអញ្ចឹងបន្តមកទៀតគឺយើងបង្កើតនៅ directory ថ្មីមួយដែលមានឈ្មោះ domain name របស់ខ្ញុំគឺ factory.store នេះ domain name របស់ខ្ញុំហើយមួយទៀតគឺ domain name របស់ខ្ញុំមួយទៀតគឺ factory.online អញ្ចឹងកន្លែងនេះគឺខ្ញុំផាសយកកាត់ហ្មងទៅដើម្បីឲ្យងាយស្រួលមើលអញ្ចឹងកន្លែងនេះខ្ញុំគ្រាន់តែកែមក factory.online មកបន្តមកទៀតគឺយើងលិះមើលថាយើងចូលនៅអញ្ចឹងលិះទៅយើងឃើញមាន2គឺ factory.online ហើយនិង factory.store បន្តមកទៀតគឺខ្ញុំធ្វើការ allow ទៅលើ permission ឲ្យ factory.store គឺ sudo ch mode 777ខ្ញុំកែមកដាក់ online មួយទៀតមកដោយសារបច្ចេកយើងពាក់ព័ន្ធនឹង multi hosting អញ្ចឹងបន្ទាប់ពីយើងនេះហើយយើងបើកទៅកាន់ FileZilla របស់យើងមកហើយយើងចូលទៅកាន់បាររបស់យើង double click មកហើយយើងចូល www បន្តមកទៀតយើងនឹងឃើញ directory ដែលយើងបង្កើតមិញអញ្ចឹងយើងគ្រាន់តែបោះ file ដែលយើង design website ហើយហ្នឹងដាក់ចូលទៅតាម folder ដែលយើងបង្កើតមិញហ្នឹងដើម្បី hosting នៅ website របស់យើងទៅរកទីតាំងណាដែលយើងបានទុកមកអញ្ចឹងនេះទីតាំងរបស់ខ្ញុំហើយខ្ញុំ click ចូល HTML មកបន្តមកទៀតខ្ញុំ select មួយតម្លាក់ចូលទៅតាម website របស់ដែលអ្វីដែល website ខ្ញុំមានអញ្ចឹងកន្លែងហ្នឹងវា slow បន្តិចដោយសារតែ file ទៅ upload ចូលនៅក្នុង directory folder របស់យើងបន្ទាប់ពី factory.online ហើយអញ្ចឹងខ្ញុំចូលទៅកាន់ directory របស់យើងមួយទៀតគឺ factory.store ហើយខ្ញុំចុច double click លើ HTML របស់ខ្ញុំមិញដែរម្ដងទៀតហើយខ្ញុំចូលទៅកាន់ folder website របស់ខ្ញុំដែលខ្ញុំរៀបចំហើយអញ្ចឹងគ្រាន់បោះ file ដែលខ្ញុំធ្វើហើយហ្នឹងតម្លាក់ចូលទៅកាន់ directory របស់ factory.store ហ្នឹងមកយើងឃើញថាយើងបាន upload ចូលរួចហើយបន្តមកទៀតយើងចូលទៅកាន់ជួបបន្ទូតរបស់យើងវិញដែរហ្នឹងហើយកន្លែងហ្នឹងយើងបន្តចំណុចដែលយើងត្រូវធ្វើបន្តគឺយើង cd ចេញសិនយើង cd មួយមកតទៅពីយើង cd ហើយយើង cd ចូលទៅកាន់ etc ngx site unvariable កន្លែងហ្នឹងខ្ញុំអត់បានទៅសេខ្ញុំកាត់យកហ្មងហើយបន្តមកទៀតយើងលិះមើលថាតើនៅក្នុងនោះមានអីគេខ្លះអញ្ចឹងក្នុងហ្នឹងមាន default ហើយបន្ទាប់ទៀតកន្លែងហ្នឹងគឺ default មានស្រាប់ហើយអញ្ចឹងខ្ញុំមិនបាច់ធ្វើការ delete វាទេអញ្ចឹងកន្លែង sudo default នេះចំណុចបន្ទាប់គឺយើងអត់ត្រូវ delete ទេនៅពេលដែលយើង delete គឺប៉ះពាល់ដល់ចំណុចបន្ទាប់អញ្ចឹងកន្លែងហ្នឹងខ្ញុំបានបញ្ចូលខុសបន្តមកទៀតគឺយើង sudo nano ទៅលើ directory របស់យើងគឺខ្ញុំរើសយក factory.online ទៅវងគេបន្តមកទៀតយើងចូលទៅកាន់ file របស់យើងមកហើយយើង copy ចំណុចហ្នឹងមកចំណុច server ដែលយើងត្រូវ hosting ហ្នឹងហើយយើងកែថាតើយើងdirectory របស់យើងឈ្មោះអីគេយើងកែទៅតាមហ្នឹងដូច site1.com ហ្នឹងយើងត្រូវលុបចោលអស់កន្លែងណាដែលមាន site1.com យើងត្រូវលុបចោលជំនួសដោយ
directory folder ថ្មីរបស់យើងគឺ factory.online យើងកែមួយទៀតមក factory.online នឹងលុប .com ចោលកន្លែងហ្នឹងយើងអាច skip បានតែដោយសារខ្ញុំទៅសេយកមកមួយទៀតគឺយើងលុបចន្លោះពី www.site1.com ហ្នឹងយើងលុបទៅកាន់ factory.online របស់យើងមិនដែរមកអញ្ចឹងយើងបន្ទាប់ពីហើយយើង control S មួយមកដើម្បី save ហើយដើម្បីចាក់ចេញគឺយើងចុច control X ដើម្បី exit អញ្ចឹងបន្ទាប់ពីយើងដាក់ sudo nano factory.online ហើយយើងចូលទៅកាន់ directory ទី2របស់យើងគឺ factory.store អញ្ចឹង factory.store នេះគឺយើងធ្វើដូចទៅនឹង factory.online ដែរទេឲ្យតែយើងឃើញថាតើនៅកន្លែងណាដែលមាន site1.com យើងត្រូវលុបចោលមកយើងជំនួសដោយ directory folder ថ្មីរបស់យើងហ្នឹងកន្លែងនេះយើងមិនបាច់លុបទេយើងផាសចូលមកមិនបាច់លុបទេតែដោយសារខ្ញុំច្រឡំហើយខ្ញុំលុបចោលហើយខ្ញុំផាសសាមីហ្មងទៅអញ្ចឹងយើង copy មកហើយយើងផាសចូលមកហើយយើងកែកន្លែងណាដែលមាន site2.com យើងជំនួសដោយ folder directory របស់យើងដែលយើងបង្កើតនៅខាងលើដែលយើង make directory នៅលើហ្នឹងគឺយើងមាន2 directory ដែលដូចខ្ញុំបានបង្ហាញអញ្ចឹងយើងដូរទៅកាន់ដាក់ឈ្មោះយើងមកគឺ factory.store យើងធ្វើដូចតែនឹងទី1ដែរទេគឺ factory.online ហ្នឹងយើងលុបមកកន្លែងនេះរៀងយូរបន្តិចបាទអ្នកនរគ្នាអាច skip បានក៏អាច skip បានដែរព្រោះវាធ្វើដូចតែនឹងចំណុចទី1ដែរ factory.online ហ្នឹងបន្ទាប់ពីយើងវាយហើយយើងចុច control S ដើម្បី save មកហើយយើងចុច control X ដើម្បីចាក់ចេញដូចចំណុចមុនដូចចំណុចដើមអញ្ចឹងបន្ទាប់ពីយើង nano ចូលហើយចំណុចដែលយើងត្រូវធ្វើបន្ទាប់ពាក់ព័ន្ធនឹងកន្លែងនេះគឺខ្ញុំផាសច្រឡំគឺយើងកន្លែងនេះយើងអត់ត្រូវដាក់ហ្នឹងទេយើងត្រូវដាក់មួយទៀតតែដោយសារតែខ្ញុំច្រឡំជាងខ្ញុំក៏វាយឲ្យមកទៅកន្លែងហ្នឹងអ្នកទាំងអស់គ្នាមិនបាច់វាយតាមខ្ញុំទេកន្លែងហ្នឹងខ្ញុំច្រឡំយើងឃើញទេ file exit គឺយើងយកចំណុចនៅលើគឺយើង set permission កន្លែងហ្នឹងយើងត្រូវបន្ទាប់ពីយើង nano ហើយយើងត្រូវ set permission ទៅឲ្យ directory មួយហ្នឹងដល់ពេលដែលយើង hosting ទៅយើងអាច hosting បានអញ្ចឹងចំពោះ set permission នេះយើងគ្រាន់តែលុបអ្វីដែល site1.com នេះយើងជំនួសដោយ directory របស់យើងមករបស់ខ្ញុំគឺ factory.online មួយទៀតគឺយើង arrow មកលើមកគឺ factory.store អញ្ចឹងបន្ទាប់ពីយើងធ្វើហើយបន្ទាប់ពីយើង set permission ហើយចំណុចដែលយើងត្រូវធ្វើបន្ទាប់គឺយើង sudo ទៅលើ ngx.t ចំណងថាតើយើង success អត់កន្លែងហ្នឹងគឺខ្ញុំអាពេលដែលដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងនៅចំណុចលើយើងអត់ត្រូវ remove នៅ default ទេអញ្ចឹងក៏ខ្ញុំបានអង្គុយ flex ហើយក៏ខ្ញុំអង្គុយ test សាមីគឺ success វិញចំពោះចំណុចបន្ទាប់វិញគឺយើងត្រូវ sudo system control restart ngx អញ្ចឹងកន្លែងនេះយើងត្រូវ restart ngx មួយតមកទៀតចំណុចរបស់យើងគឺអស់ហើយយើងធ្វើទៅពាក់ព័ន្ធទៅនឹង hosting វិញយើងចូលទៅកាន់ AWS របស់យើងហ្នឹងហើយយើង click ទៅលើ EC2 មកហើយយើង research ទៅលើ router 53ដើម្បីបង្កើតនៅ hosting website របស់យើងហ្នឹង
ចឹងហើយយើងមានប៊ូតុងមួយគឺយើងចុច start មកដើម្បីធ្វើការ hosting ហើយយើងយកពាក្យថា create host zone ហើយយើងចុច create start មកបន្ទាប់ពីយើង start ហើយកន្លែងនេះគេសួរថា domain name នេះឈ្មោះអីគេអញ្ចឹងយើងដាក់ domain name របស់យើងមកគឺរបស់ខ្ញុំគឺ factory.store អញ្ចឹងខ្ញុំធ្វើទៅលើ factory.store សិនហើយខ្ញុំ create host zone មកបន្ទាប់ពីយើង create ហើយយើងអាចមើលកន្លែងនេះបានកន្លែងហ្នឹងយើងអាចតិចមើលមកនេះកន្លែង value ហ្នឹងគឺតម្លៃដែលយើងត្រូវដាក់នៅក្នុង domain name ហ្នឹងយើងចូលមកកាន់ domain name ដែលយើងទិញនៅក្នុង name chip ហ្នឹងហើយយើងចុច manage មកហើយយើងទៅរកពាក្យថា name service ចាំ plate ខ្ញុំរកអត់ទាន់ឃើញ name service នេះខ្ញុំមកឃើញហើយអញ្ចឹងគឺយើងដាក់ចុច custom DNS មកហើយយើងទៅ copy កន្លែងដែល values ដែលយើងបង្កើត host zone ហ្នឹងយើងយកមក pass ចូលមកទី1ទី2ហើយរហូតដល់ទី4ហើយយើងចុច crease មកហើយយើងរងចាំបន្តិចបន្ទាប់ពីយើង set name server ហើយយើងចូលទៅកាន់ Google ហើយយើងតេស្ត DNS checker របស់យើងមកចូលទៅកាន់ website ហ្នឹងមកហើយយើងវាយឈ្មោះ domain name របស់យើងមកគឺ factory.store ហើយយើង search មកគឺអត់ទាន់មានទេដោយសារអីយើងអត់ទាន់កំណត់ត្រូវលក្ខខណ្ឌទេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាបន្តិចទៀតនៅចំណុចបន្ទាប់កន្លែងហ្នឹងយើងត្រូវ search A ហើយ NS ហើយយើងចូលទៅកាន់AWS របស់យើងវិញមកហើយយើងចុចពាក្យថា create record កន្លែងនេះគឺយើងទៅ copy AWS នៅក្នុង EC2 ដែល address របស់យើងដូចខ្ញុំបង្ហាញអញ្ចឹងចាំតិចយើងចូលទៅកាន់ AWS ម្ដងទៀតហើយយើងចូលទៅកាន់ dashboard យើងវាយ EC2 មកចូលមកកាន់ EC2 ហើយយើងចូលទៅកាន់ instance ហើយយើងចុចកន្លែងហ្នឹងមកហើយយើងចុចយក public IP address ហើយយើង pass ចូលតមកទៀតយើង add 1ម៉ោងហើយយើង create record ចូលមកបន្ទាប់ពីយើង create record ចូលហើយយើងចុច create record មួយទៀតពាក់ព័ន្ធទៅនឹង ename កន្លែង ename ចាំបន្តិចកន្លែងយើងយកកន្លែង record type ហ្នឹងយើងយក C name អធិស្ឋានហើយយើងវាយ record name របស់យើងកន្លែងហ្នឹងគឺយើងដាក់ www កន្លែងនេះគឺខ្ញុំទៅសេឲ្យហើយខ្ញុំ copy ដាក់ទៅខាងក្រោមកន្លែងនេះ record name យើងដាក់ www ហើយ value យើងដាក់ឈ្មោះ domain name របស់យើងហើយយើង add 1ម៉ោងចូលមកហើយយើងចុច create record អញ្ចឹងចំពោះចំណុចទី1របស់យើងហើយយើងចូលទៅកាន់ជ្រោមរបស់យើង testing មកទៅលើ DNS checker របស់យើងវាយឈ្មោះ domain name របស់យើងមកយើងចង់ដឹងថាតើname របស់យើងហ្នឹងគឺ work នៅ complete នៅ domain name របស់យើងនេះយើង hosting success នៅអញ្ចឹងយើងឃើញថា DNS checker យើងគឺ create ទាំងអស់មានតែយើង success មួយហើយយើងចូលទៅកាន់ NS មួយទៀតមកដើម្បី search នេះយើងឃើញថាស្គាល់ហើយអញ្ចឹងយើងចូលទៅកាន់ tab មួយទៀតមកយើងវាយចង់ដឹងថាតើយើង hosting ជោគជ័យនៅខ្ញុំវាយដូចជា factory.store អញ្ចឹងយើងឃើញថា domain name hosting របស់យើងទី1គឺជោគជ័យហើយនេះគឺជា website របស់ខ្ញុំហើយចំណុចបន្ទាប់ទៀតយើងធ្វើដូចទៅនឹង factory.store ដែរទេអញ្ចឹងយើងបង្កើត record ថ្មីមួយពាក់ព័ន្ធ factory.online កន្លែងហ្នឹងយើងធ្វើដូចមុនដែរធ្វើដូចតែហ្នឹងហើយយើង create record ហើយយើងដាក់ឈ្មោះ domain name ទី2របស់យើងមកចំពោះចំណុចនេះដែរគឺយើងធ្វើពាក់ព័ន្ធទៅនឹង multi hosting នៅក្នុង AWS របស់យើងហ្នឹង
create record ហើយនេះជាកន្លែង value របស់យើងដែលយើងត្រូវ input ចូលទៅកាន់ name chip របស់យើងដែលមាន domain name ខាងក្រោមរបស់យើងចុចទៅលើ domain name យើងហើយយើងចុច manage មកដូចទៅនឹងចំណុចមុនដែរ custom DNS name server យើងមានចំនួន 4 copy មក paste ចូល control C control V មកចឹងបន្ទាប់ពីយើង complete ហើយយើងចុច crease មកកន្លែងនេះយើងធ្វើការរងចាំបន្តិចនេះវារងចាំរៀងយូរបន្តិចចឹងយើងឃើញថាយើង add success ហើយចំណុចយើងត្រូវធ្វើបន្ទាប់គឺយើង create record ដូចមិញយើងត្រូវ create record ទៅយក IP address ផាសចូលក្នុងនឹងមកហើយជាហ៊ានបន្ទាប់យើង create record មួយទៀតដោយយកពាក្យថា cname ហើយយើង yww ជាកន្លែង record តមកទៀត values យើងដាក់ domain name របស់យើងចូលមកយើងធ្វើដូចមុនអញ្ចឹងនេះដូចខ្ញុំបង្ហាញអញ្ចឹងយើងចុច add 1ម៉ោង create record យើង create success ហើយយើងចូលទៅកាន់ DNS checker ចង់ដឹងថាតើ DNS យើង hosting បានជោគជ័យនៅគឺយើងជោគជ័យមួយហើយយើងតេស្តមួយទៀតនឹងវាស្គាល់ហើយអញ្ចឹងយើងគ្រាន់តែចូលទៅកាន់ tab មួយទៀតហើយយើងតេស្តទៅលើ website របស់យើងមកយើង yfactory.online មកអញ្ចឹងយើងឃើញថាចំពោះការ hosting របស់យើង multi hosting គឺជោគជ័យហើយនេះជា website ទី 2 របស់ខ្ញុំពាក់ព័ន្ធទៅនឹងចំពោះចំណុចនេះដែរគឺខ្ញុំមានប៉ុណ្្នឹងទេ